ក្រិតភូកូរ៉េគឺអញ្ជើញមកសិក្សាស្រាវជ្រាវពាក់ព័ន្ធជាមួយករណីសង្ស័យនៃទីតាំងតបែងស្កេមអ្វីដែលជាករណីសង្ស័យគឺមានន័យថាមនុស្សគឺបានរត់ចោលទីតាំងអស់ហើយបាទហើយសម្ភារៈដែលសមត្ថកិច្ចរឹបអូសបានគឺយកទៅរក្សាទុកនៅឃ្លាំងនៅឯអគ្គស្នងការនគរបាលជាតិគណៈកម្មការបង្ក្រាបល្បែងមិនចង់ទាន់អត់ទេពួកគាត់ចេញមកហូបអីធម្មតាសប្បាយរីករាយធម្មតាចាគាត់ចេញហូបដូចនិយាយរួមដូចយើងធ្វើការក្នុងគុំស្រុកយើងធម្មតាមិនឃើញថាគាត់មានបញ្ហាអីទេ